hayបើសិនជាបងមានបញ្ហាស្វែងមុខបញ្ហាមុនបងស្នាមព្រួយឬក៏បងមានបញ្ហាខ្មោចឬក៏បងមានបញ្ហាជ្រុយមុនកាស្បូនឬក៏បងដុំសាច់តែដោះលើស្អីមួយឬដោះលើកបងអាចមកខាងមន្ទីរពេទ្យខាងសុវណ្ណដើម្បីព្យាបាលឬក៏កាត់ចេញបានណាហើយសម្រាប់មួយទៀតបើសិនជាបងត្រូវការចាក់បាត់ជ្រួយប្រភេទ Botox ឬក៏ចាក់ filler ប្រភេទស្វែងមុខច្បោះមាត់ឬក៏ចកាឬក៏ចាក់ Botox សម្រាប់សាច់ដុំធ្គាមបឺកបងចង់ឲ្យមុខបងស្លីមមើលទៅមានទម្រង់ជាងមុនបងអាចមកខាងមន្ទីរពេទ្យខាងសុវណ្ណបានណាហើយសម្រាប់បងត្រូវការព័ត៌មានបន្ថែមបងអាចតាក់ទងតាមលេខទូរស័ព្ទឬតាមរយៈ Facebook ដែលខ្ញុំដាក់នៅខាងលើនឹងបានហើយមួយទៀតបើសិនជាបងត្រូវការសួរព័ត៌មានបន្ថែមបងចង់ដឹងពីថានៅខាងសុវណ្ណមានពេទ្យផ្សេងអត់មានពេទ្យស្ត្រីហើយនឹងពេទ្យបរិសុទ្ធហើយនឹងពេទ្យថ្មីណាហើយសម្រាប់មានបញ្ហាធ្លាក់សរ៉ាំរ៉ៃបងមានបញ្ហាថាចង់អេកូបញ្ហាស្បូនបញ្ហាគីសឬក៏បងចង់ប្រឹក្សាពីបញ្ហាផ្លែស្ត្រីផ្សេងៗបងអាចតាក់ទងបានមកសួរព័ត៌មានបន្ថែមនៅខាងមន្ទីរពេទ្យគឺមានសេវាកម្មជាច្រើនអញ្ចឹងណាហើយសម្រាប់បងបរិសុទ្ធក៏កុំបារម្ភមានដូចថាបងនងញើកមានបញ្ហាទំនងនងកពីប្រូស្តាតឬក៏លាយអីចឹងខាងមន្ទីរពេទ្យមានការផលិតជួនព្យាបាលឬក៏បងត្រូវការផលិតជួនឈាមមើលបញ្ហាពពួកមេរោគខាងរកុំមានដែរបងហើយមួយទៀតសម្រាប់បងត្រូវការចង់វះកាត់ដូចថាមិនថាបរិយាឬក៏ចាក់ filler ឬចង់ដូចថាព្យាបាលបញ្ហាដូចថាបញ្ហាខ្សោយអីចឹងណាក៏មានដែរហើយមួយទៀតបងចង់ដឹងព័ត៌មានបន្ថែមបងអាចតាក់ទងសួរព័ត៌មានខ្ញុំនៅខាងលេខទូរស័ព្ទឬក៏បងតាក់ទងតាម Facebook ក៏បានដែរបងចា៎ហ្នឹងហើយបើសិនជាបងមានចំណុចបន្ថែមកុំភ្លេចតាក់ទងណាអរគុណជម្រាបលា